រឿងខ្មោចប្រៃនៅអាមេរិកមានហេតុការណ៍ចម្លែកមួយកើតឡើងនៅគេហដ្ឋានចាស់ៗដែលកសាងឡើងកាលពីជាង100ឆ្នាំមុននៅពេលដែលជាងសំណង់កំពុងទទួលមកការជួសជុលឡើងវិញនៅថ្ងៃដំបូងត្រូវខ្មោចរបស់ម្ចាស់អគារកាលពីអតីតបានបង្ហាញខ្លួនចេញមករារាំងការងារជួសជុលរបស់ជាងគេហដ្ឋាននោះបច្ចុប្បន្នបានធ្លាក់ជាសម្បត្តិរបស់ទីយេតឈ្មោះ Joanne Vere ជាស្រីមេម៉ាយអាយុ50ឆ្នាំត្រូវជាចៅទូតរបស់ម្ចាស់អគារនេះគេហដ្ឋាននោះស្ថិតនៅជិតក្រុងអូស្ទីនរដ្ឋ Texas សហរដ្ឋអាមេរិកអគារនោះមានបន្ទប់ទាំងអស់ចំនួន15ក្រោយពីកសាងអស់រយៈពេលជាង100ឆ្នាំរហូតមកដល់សព្វថ្ងៃនេះក៏មានបន្ទប់ខ្លះពុកផុយបាក់បែកទៅតាមកាលវេលារបស់វាដើម្បីឲ្យអគារនោះមានសោភ័ណភាពឡើងវិញ Joanne ត្រូវចំណាយប្រាក់ចំនួន$50,000សម្រាប់ការជួសជុលឡើងវិញប៉ុន្តែរឿងដែលនឹកស្មានមិនដល់នោះក៏បានកើតឡើងនៅពេលដែលជាងចូលទៅជួសជុលថ្ងៃដំបូងម្លេះបិសាចនៅក្នុងអគារនោះបានបង្ហាញរូបរាងជាយាយចាស់សក់សមាឌធំខ្ពស់ឈរថ្មឹងហាក់ដូចជាកំពុងតែខឹងនឹងរឿងអ្វីមួយ Joanne និយាយថានោះគឺជារូបរាងដើមរបស់យាយទួតJeremiah របស់គាត់នោះឯងដំបូងពួកជាងទាំងអស់បបួលគ្នាសើចនឹកស្មានថាជាការលលែងរបស់ជាងគ្នាឯងហេតុការណ៍ដំបូងដែលពួកជាងបានលើគឺមានសម្លេងធ្នររហឺសាស្រដៀងមនុស្សយំតែពួកជាងស្មានថាជាសម្លេងខ្យល់ឬថាសម្លេងសត្វព្រាបដែលវានៅតាមមុំផ្សេងៗរបស់អគារក្រោយមកទៀតមានជាងម្នាក់ព្យាយាមដុំដៃគោលត្រូវទៅទាក់កំណត់ឈើពីមួយទៅមួយប៉ុន្តែដៃគោលគាត់ដុំចាក់ទៅផ្លាតខ្ទាតចេញពីមួយទៅមួយដំបូងពួកគេគិតថាអគារនោះនៅម៉ាំឡោណាស់ទើបបានជាមិនអាចដុំដៃគោលចូលបានបន្ទាប់មកទៀតអ្នកដុំដៃគោលនោះដុំខប់ដៃគោលត្រូវតែដៃខ្លួនឯងជារហូតគេគិតថាប្រហែលជាកាលពីល្ងាចគេផឹកស្រាយច្រានទើបពេលនេះមិនទាន់ស្វាងមានឥទ្ធិពលអាចកំបាំងមករារាំងការជញ្ជូនគ្រឿងតុកទូចចាស់ៗចេញក្រៅបន្ទប់ដូចជាបិទទ្វារយ៉ាងជិតមិនឲ្យជាងជញ្ជូនអ៊ីវ៉ាន់ចេញបានក្នុងចំណោមជាងទាំងអស់មានជាង2នាក់ក្បាលតំប៉ែកកំពុងតែធ្វើការស្រាប់តែមានអ្វីម្យ៉ាងមកប៉ះនឹងមុខជាងតំប៉ែកទាំង2នាក់នោះធ្លាក់ចេញពីក្បាលរួចថែមទាំងមានវត្ថុអ្វីម្យ៉ាងស្រដៀងនឹងម្រាមដៃមកត្បុកត្រង់ក្បាលតំប៉ែករបស់គាត់ទាំង2នាក់ជាច្រើនកញ្ញាស់និងរហូតធ្វើឲ្យពួកគាត់ឆ្លោះបកាយកញ្ញាអាងដោយមកខាងចោតប្រកាន់កញ្ញាថាលេខជ្រុលពេកប៉ុន្តែគាត់ទាំង2នាក់ក៏ប្រកែកផងដែរថាសុទ្ធតែឥតដឹងរឿងអ្វីទាំងអស់ដូចគ្នាការយល់ច្រឡំតែរៀងៗខ្លួននេះបានទាស់សម្ដីគ្នារហូតដល់មេជាងបំបែកឲ្យអ្នកទាំងពីរធ្វើការបន្ទប់ផ្សេងៗពីគ្នាទូស្រាលមួយនៅក្នុងបន្ទប់សៀវភៅតែជាទូចាស់ពីដើមជាង3នាក់បានមករំកិលចិនប៉ុន្តែនៅតែមិនអាចធ្វើឲ្យទូនោះកម្រើករួចពួកគេក៏ជីកដីពីក្រោមទូនោះមើលពុំមានឃើញជួបអ្វីទាំងអស់ប៉ុន្តែនៅតែរំកិលទូនោះមិនរួចពេលនោះជាងម្នាក់សុទ្ធតែកើតចម្លែកក្នុងចិត្តយ៉ាងខ្លាំងហេតុការណ៍ចុងក្រោយនៅពេលដែលអ្នកមកការនិងក្រុមកម្មករចូលមកធ្វើការមិនទាន់បានកន្លះថ្ងៃផងក៏ស្រាប់តែលេចរូបរាងដូចជាស្រមោលមួយបានបង្ហាញខ្លួននៅក្នុងបន្ទប់ទទួលភ្ញៀវស្រមោលនោះជាបុរសខ្ពស់ស្រឡះកែវភ្នែកឡើងក្រហមមាត់ហាំល្បិបតែគ្មានឮសំឡេងEvan Hill ជាជាងឈើអាយុ26ឆ្នាំនិយាយមីបិសាចកញ្ចាស់នោះមិនត្រឹមតែបង្ហាញខ្លួនចាត់ការពួកយើងឲ្យលោះព្រលឹងរត់បាតជើងសព្រាតែប៉ុណ្ណោះទេវាថែមទាំងចាប់ខ្ញុំបោះចេញមកក្រៅថ្នល់ទៀតផងខ្ញុំស្ពតថាខ្ញុំនឹងមិនទៅធ្វើការនៅផ្ទះបិសាចនោះទៀតឡើយជាងម្នាក់ទៀតត្រួតខ្មោចញឹងក៏អោលើកឡើងដល់ពីដានគេគិតថាពេលនោះប្រកាសជាត្រូវធ្លាក់នរកហើយប៉ុន្តែគេបានរួចដោយគ្រាន់តែត្រូវក្រវែងទៅផ្ទប់នឹងជញ្ជាំងប៉ុណ្ណោះចំណែកឯ Joanne ជាចៅទួតវិញគាត់និយាយប្រាប់ទៅកាន់អ្នកកាសែតថាគាត់ដឹងច្បាស់ប្រកាសជាមានអ្វីនៅក្នុងផ្ទះមួយខ្នងនេះប៉ុន្តែកន្លងមកនេះរឿងទាំងអស់នេះមិនដែលធ្វើឲ្យអ្នកក្នុងផ្ទះមានការភ្ញាក់ផ្អើលឡើយ Joanne និយាយទាំងខឹងថាតែឥឡូវនេះយ៉ាប់បន្តិចនាងខ្ញុំមិននឹកមកស្មានថាយាយទួតរបស់នាងខ្ញុំជានាងអភិរក្សនិយមដូច្នេះសោះដំបូងនាងខ្ញុំខំតែត្រេកអរដោយគិតថានាងខ្ញុំមានសំណាងល្អណាស់ដែលបានអគារមួយខ្នងនេះជាកម្មសិទ្ធិពេលនេះទើបដឹងថានាងខ្ញុំស័យខ្លាំងណាស់ Joanne និយាយបន្ថែមនាងខ្ញុំដឹងតាំងពីយូរមកហើយថាវិញ្ញាណយាយតាទួតនៅទីនេះព្រោះនាងខ្ញុំធ្លាប់ឃើញរឿងចម្លែកនៅក្នុងផ្ទះនេះគ្រាន់តែលោកមិនដែលរំខានអ្នកណាឬធ្វើឲ្យអ្នកណាផាត់ភ័យឡើយ
មុខនឹងឲ្យជាងមកជួសជុលនាងខ្ញុំក៏បាននិយាយដែរថាលោកតាលោកយាយចៅសូមជួសជុលអគារនេះជាថ្មីហើយព្រោះមានកន្លែងខ្លះខូចខាតបាក់បែកច្រើននិងកន្លែងខ្លះទៀតក៏ត្រូវធ្វើឲ្យទាន់សម័យផងដែរតែពួកគាត់នៅតែស្ដាប់ការអង្វរករបស់នាងខ្ញុំមិនបានទៀតโจแอนនិយាយនៅទីផុតថាតទៅនាងខ្ញុំមិនដឹងថាទៅរកជាងអែនណាមកជួសជុលផ្ទាំងនេះបានទៀតទេម្ដងនេះកុំថាឡាយ$50,000ទោះបីជា$70,000ក៏គ្មានអ្នកណាគេមកទទួលមកការធ្វើដែរ